នៅចុងទសវត្សរ៍ឆ្នាំ1940និងដើមទសវត្សរ៍ឆ្នាំ1950ក្នុងខណៈពេលដែលគណៈបកនយោបាយផ្សេងៗបានត្រូវបង្កើតឡើងដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតសភាធម្មនុញ្ញនិងសភាជាតិគណៈបកនយោបាយមួយដែលមកទល់នឹងពេលនេះបានផ្លាស់ប្ដូរវាសនានៃប្រទេសកម្ពុជាក៏បានត្រូវបង្កើតឡើងដែរនោះគឺគណៈបកប្រជាជនបដិវត្តន៍ខ្មែរនៅខែកញ្ញាឆ្នាំ1951គណៈបកប្រជាជនបដិវត្តន៍ខ្មែរបានត្រូវបង្កើតឡើងជាលើកដំបូងដោយបំបែកខ្លួនចេញពីគណៈបកកុម្មុយនីសឥណ្ឌូចិនលោកសាស្ត្រាចារ្យ Milton Osborne បានធ្វើការកត់សម្គាល់ថាសមាជិកនៃគណៈបកប្រជាជនបដិវត្តន៍ខ្មែរនាពេលនោះអាចមានចំនួនដល់ទៅរាប់ពាន់នាក់ប៉ុន្តែភាគច្រើនសុទ្ធសឹងតែជាជនជាតិវៀតណាមមិនមែនជាជនជាតិខ្មែរទេលោកបានបន្តថាគណៈបកពលករវៀតណាមដែលជាគណៈបកកុម្មុយនីសវៀតណាមទើបបំបែកខ្លួនចេញពីគណៈបកកុម្មុយនីសឥណ្ឌូចិនដែរនោះមានឥទ្ធិពលខ្លាំងណាស់ទៅលើគណៈបកប្រជាជនបដិវត្តន៍ខ្មែរនេះសូម្បីតែលក្ខន្តិកៈនៃគណៈបកប្រជាជនបដិវត្តន៍ខ្មែរក៏ត្រូវបានគេតាក់តែងឡើងដំបូងជាភាសាវៀតណាមសិនបន្ទាប់មកទើបគេបកប្រែឲ្យទៅជាភាសាខ្មែរអ្នកដឹកនាំដំបូងនៃគណៈបកប្រជាជនបដិវត្តន៍ខ្មែរនេះមានសឿនងុកថាញ់ឬអាចារ្យមានស៊ីវហេងនិងទូសមុទ្រជាដើមនៅពេលនោះប៉ុល ពត អៀង សេរីនិងខៀវសំផនដែលក្រោយមកបានក្លាយជាមេដឹកនាំគណៈបកនេះនៅក្នុងប្រទេសកម្ពុជាដែលបានបង្កសោកនាដកម្មនិងវិនាសកម្មដ៏ធំធេងចំពោះប្រជាជាតិខ្មែរមិនទាន់បានចូលប្រឡូកក្នុងឆាកនយោបាយនៅឡើយទេនៅទសវត្សរ៍ឆ្នាំ1950នោះក្រុមនេះមិនទាំងបាននៅក្នុងប្រទេសកម្ពុជាផងពួកគេកំពុងសិក្សានៅប្រទេសបារាំងក៏ប៉ុន្តែគឺនៅលើទឹកដីបារាំងនោះហើយដែលក្រុមនេះបានក្លាយខ្លួនទៅជាជនកុម្មុយនីសម៉ាក់ស៊ីសនិយមនៅឯប្រទេសកម្ពុជាឯនេះវិញក្រោយពេលដែលព្រះមហាក្សត្រសម្ដេចព្រះនរោត្តមសីហនុរំលាយសភាជាតិនិងរដ្ឋាភិបាលចោលលោកអ៊ីវកាសដែលជាអតីតប្រធានសភាជាតិនិងជាប្រធានគណៈបកប្រជាធិបតេយ្យបានឡើងទទួលតំណែងជានាយករដ្ឋមន្ត្រីស្ដីទីជំនួសលោកចែមសម្បូរលោកអ៊ីវកាសដែលជានាយករដ្ឋមន្ត្រីស្ដីទីមិនបានដឹកនាំប្រទេសឲ្យដល់ពេលការបោះឆ្នោតជាថ្មីទេលោកបានត្រូវសម្ដេចព្រះនរោត្តមសីហនុដកចេញពីតំណែងដោយព្យួររដ្ឋធម្មនុញ្ញចោលហើយទ្រង់បានតែងតាំងលោកយ៉ែមសម្បូរឲ្យវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញលោក Justin Cofield បានសរសេរថាប្រកាសដែលសម្ដេចព្រះនរោត្តមសីហនុទ្រង់សម្រេចព្រះទ័យដកលោកអ៊ីវកាសចេញពីតំណែងនេះគឺមកពីព្រះអង្គទ្រង់ឆ្វេងយល់ថាប្រសិនបើលោកអ៊ីវកាសនៅកាន់តំណែងជានាយករដ្ឋមន្ត្រីនេះយូរទៅក្រែងលោកពង្រឹងអំណាចបានហើយក្រាញមិនព្រមចុះចេញពីតំណែងដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតវាសនាលោកអ៊ីវកាសមិនមែនបញ្ចប់ត្រឹមតែគេដកចេញពីតំណែងប្រមុខរដ្ឋាភិបាលស្ដីទីប៉ុណ្ណេះទេនៅថ្ងៃទី14ខែមករាឆ្នាំ1950លោកបានត្រូវគេលបធ្វើឃាតដោយបោះគ្រាប់បែកចូលក្នុងការិយាល័យនៃគណៈបករបស់លោកពេលដែលលោកកំពុងធ្វើការនៅទីនោះមរណភាពរបស់លោកអ៊ីវកាសបានធ្វើឲ្យមានប្រតិកម្មដ៏គួរឲ្យកត់សម្គាល់មួយក្នុងប្រវត្តិសាស្ត្រនយោបាយនៃប្រទេសកម្ពុជាមានមនុស្សប្រមាណ 50,000 នាក់បាននាំគ្នាចូលរួមពិធីបុណ្យសពរបស់លោកជនដៃដល់ក្នុងការធ្វើឃាតនេះត្រូវបានអាជ្ញាធរចាប់ខ្លួនហើយបានសារភាពថាការធ្វើឃាតនេះមានជាប់តាក់ទិនទៅនឹងព្រះអង្គម្ចាស់នរិន្ទដេតប្រធានគណៈបកសេរីភាពដែលបានភៀសខ្លួនចេញទៅប្រទេសក្រៅបាត់ទៅហើយទន្ទឹមនឹងនេះពាក្យចចាមអារាមអំពីអ្នកដែលនៅពីក្រោយការលបធ្វើឃាតលោកអ៊ីវកាសក៏បានលេចលឺឡើងផ្សេងគ្នាខ្លះចោទទៅលើបារាំងខ្លះថាក្រុមលោកយ៉ែមសម្បូរពាក្យចចាមអារាមខ្លះទៀតតម្រង់ឆ្ពោះទៅសម្ដេចព្រះនរោត្តមសីហនុផងដែរនៅខែមិថុនាឆ្នាំ1950លោកយ៉ែមសម្បូរដែលជានាយករដ្ឋមន្ត្រីបានបង្កើតគណៈបកនយោបាយមួយមានឈ្មោះថាគណៈបកដំកើងប្រជាជាតិសមាជិកសំខាន់នៃគណៈបកដំកើងប្រជាជាតិនេះសុទ្ធសឹងតែជាអតីតសមាជិកគណៈបកប្រជាធិបតេយ្យទាំងអស់ដែលរួមមានលោកសំញៀនលោករេលមុតលោកចៅសែនកុសលនិងលោកម៉ៅឆាយជាដើមមិនបានប៉ុន្មានផងក្រុមនេះបានចាប់ផ្ដើមមានការមិនចុះសម្រុងគ្នាហើយគណៈបកក៏ចាប់ផ្ដើមរង្គោះរង្គើដែរលោកយ៉ែមសម្បូរបានងាកទៅចងសម្ព័ន្ធភាពជាមួយដាបឈួនដែលជាជើងខ្លាំងម្នាក់នៃខេត្តសៀមរាបនៅខែកុម្ភៈឆ្នាំ1951ម៉ៅឆាយ
បានផ្ដាច់ខ្លួនពីគណៈបកដំកើងប្រជាជាតិហើយបានបង្កើតគណៈបកថ្មីមួយទៀតមានឈ្មោះថាគណៈបកខ្មែរឦសានមានជ័យដែលមានទីតាំងនៅខេត្តសៀមរាបលោកសំញៀនក៏បានផ្ដាច់ខ្លួនហើយបានបង្កើតគណៈបកមួយថ្មីទៀតដែរមានឈ្មោះថាគណៈបករាស្ត្រស្ថានភាពប្រឡងប្រជែងផ្នែកនយោបាយនាសម័យនោះក៏មានស្ថានភាពមិនខុសពីពេលបច្ចុប្បន្ននេះប៉ុន្មានដែរអ្នកនយោបាយបានបំបែកខ្លួនចេញពីក្រុមចាស់ហើយនាំគ្នាបង្កើតគណៈបកនយោបាយតែរៀងៗខ្លួនដើម្បីស្វែងរកអំណាចការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃទី9ខែកញ្ញាឆ្នាំ1951ការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃទី9ខែកញ្ញាឆ្នាំ1951គណៈបកប្រជាធិបតេយ្យទទួលបានជ័យជំនះជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតលើកនេះក្រោយការបោះឆ្នោតគណៈបកប្រជាធិបតេយ្យក៏បានរៀបចំរដ្ឋាភិបាលមួយទៀតដែលមានលោកហ៊ុយកុនធុលជានាយករដ្ឋមន្ត្រី